អ្នកសង្កេតការអាស៊ានចុះសង្កេតការនៅតំបន់ប្រាសាទព្រះវិហារគណៈកម្ពុជាបន្តអះអាងការគោរពបទចុះបាញ់ភ្នំពេញក្រុមសម្របសម្រួល CLG កម្ពុជានៅថ្ងៃប្រហោះបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអាស៊ាន AOT ចុះសង្កេតការនៅតំបន់ប្រាសាទព្រះវិហារដើម្បីអនុញ្ញាតឲ្យអ្នកសង្កេតការតំបន់ពិនិត្យផ្ទៀងផ្ទាត់និងវិតម្លៃស្ថានភាពជាក់ស្ដែងនៅលើទីតាំងផ្ទាល់បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជានិងថៃបានចូលជាធរមានអស់រយៈពេល2ខែដំណើរចុះសង្កេតការនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង 10:00 នាទីព្រឹកថ្ងៃទី26ខែកុម្ភៈឆ្នាំ2026ស្ថិតក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិក្នុងសេចក្តីប្រកាសព័ត៌មានលោកស្រីសុជាតាបានបញ្ជាក់ថាក្រុមអ្នកសង្កេតការអាស៊ានត្រូវបានសម្របសម្រួលឲ្យចុះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025បន្ទាប់ពីមានភាពតានតឹងឡើងវិញតាមបណ្ដោយព្រំដែនសេចក្តីប្រកាសដដែលបានឲ្យដឹងថាចាប់តាំងពីពេលបទឈប់បាញ់ចូលជាធរមានមកកម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅលក្ខខណ្ឌនៃបទឈប់បាញ់ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការបដិញ្ញាចិត្តអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ផងដែរសេចក្តីប្រកាសបានបន្តថាកម្ពុជានៅតែបន្តបដិញ្ញាចិត្តចំពោះកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដោយមានគោលបំណងស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវនិងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិបានបន្ថែមថាកម្ពុជារំពឹងថាភាគីថៃនឹងគោរពនិងអនុវត្តកិច្ចព្រមព្រៀងទាំងអស់ដោយសុឆន្ទៈនិងភាពស្មោះត្រង់ដោយកម្ពុជាដែរដោយបញ្ជាក់ពីការអំពាវនាវឲ្យមានការអនុវត្តតាមកាតព្វកិច្ចទៅវិញទៅមកជាមូលដ្ឋានសម្រាប់សន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនដែលមានភាពរសើបការចុះសង្កេតការរបស់ក្រុមអ្នកសង្កេតការអាស៊ានលើកនេះត្រូវបានមើលឃើញថាជាការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតតំបន់ដើម្បីថែរក្សាបទឈប់បាញ់ដែលនៅមានភាពផុយស្រួយនិងធានាភាពបើកចំហនិងដំណាភាពនៅតំបន់ប្រាសាទព្រះវិហារដែលធ្លាប់ជាចំណុចក្តៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរអំឡុងពេលស្នាក់នៅនិងជួបជាមួយសមាភាគីនៅអាមេរិកសម្ដេចធិបតីតែងតែលើកពីការពិតរឿងថៃឈ្លានពានកម្ពុជាជានិច្ចភ្នំពេញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាតែងតែលើកពីការពិតរឿងថៃឈ្លានពានកម្ពុជាជានិច្ចរាល់ពេលជំនួបជាមួយសមាភាគីបរទេសទាំងឡាយក្នុងអំឡុងពេលស្នាក់នៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកក្រោមអធិបតីភាពឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីស្វែងរកសន្តិភាពសម្រាប់ជាតិខ្មែរក៏ដូចជាសណ្ដាប់ធ្នាប់ពិភពលោកនិងការកសាងតំបន់ការសារឡើងវិញយោងតាមក្រសួងការបរទេសក្នុងជំនួបកំពូលនេះក្រុមប្រឹក្សាបានអនុម័តសេចក្តីសម្រេចចិត្តលេខ 2026/02
ដើម្បីបង្កើតក្របខ័ណ្ឌហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការមនុស្សធម៌ដោយទទួលបានការសន្យាវិភាគទានចំនួន$10,000 អាមេរិកពីសហរដ្ឋអាមេរិកសម្រាប់ក្រុមប្រឹក្សានេះនិងប្រទេសសមាជិកដទៃទៀតបានសន្យាចូលរួមវិភាគទានជាង$7,000 លានអាមេរិកសម្រាប់កសាងការសាឡើងវិញជាមួយគ្នានេះសេចក្តីរាយការណ៍ពីក្រសួងការបរទេសបានឲ្យដឹងថារាល់ជំនួបជាមួយភាគីអន្តរជាតិនិងអិសរាជជនជាន់ខ្ពស់នៅអាមេរិកក្នុងអំឡុងពេលស្នាក់នៅចូលរួមប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកសម្ដេចធិបតីហ៊ុនម៉ាណែតតែងតែជម្រាបជូនសមាភាគីទាំងនោះអំពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនដែលថៃបានឈ្លានពានកម្ពុជាកាលពីឆ្នាំ2025កន្លងទៅជាក់ស្ដែងក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក USTR និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកសម្ដេចធិបតីបានលើកឡើងពីករណីព្រំដែនជានិច្ចដោយអំពាវនាវឲ្យមានការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដោយស្មោះត្រង់និងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមនិងអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិកសម្ដេចក៏បានបញ្ជាក់ពីជំហរបូរណភាពទឹកដីនិងការមិនគំរាមកំហែងដោយប្រើប្រាស់កម្លាំងយោធាខណៈដែលភាគីទាំងពីរបានគ្រោងរៀបចំសមយុទ្ធយោធារួមគ្នាឆ្មាំអង្គរនៅចុងឆ្នាំ2026នេះសម្ដេចធិបតីក៏បានឆ្លៀតឱកាសជួបពិភាក្សាជាមួយមេដឹកនាំហុងគ្រីឥណ្ឌូនេស៊ីវៀតណាមនិងទូកេយេដើម្បីរឹតចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅដោយមិនភ្លេចលើកឡើងពីភាពចាំបាច់នៃការរក្សាស្ថិរភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃជូនដល់សមាភាគីទាំងអស់បានជ្រាបផងដែរលើសពីនេះក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters និង Fox News សម្ដេចនាយករដ្ឋមន្ត្រីបានប្រាប់រឿងរ៉ាវពិតដែលថៃបានឈ្លានពានកម្ពុជាដើម្បីបញ្ជ្រាបព័ត៌មានពិតទៅកាន់ពិភពលោកនិងបានជំរុញឲ្យអន្តរជាតិដាក់សម្ពាធឲ្យថៃដកទ័ពចេញទាំងអស់ពីទឹកដីកម្ពុជាដើម្បីឲ្យប្រជាជនស៊ីវិលដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅរស់នៅផ្ទះសម្បែងដោយសុវត្ថិភាពសម្ដេចធិបតីបានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយបានអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធីនិងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដោយស្មោះត្រង់ដើម្បីធានានូវសន្តិភាពនិងភាពសុខសាន្តពិតប្រាកដជូនដល់ប្រជាពលរដ្ឋស៊ីវិលគ្រប់រូបបណ្ដាអង្គទូតនិងទីភ្នាក់ងារបរទេសចុះពិនិត្យមើលការបង្កើតស្ថានភាពថ្មីរបស់យោធាថៃនៅទីតាំងជាក់ស្ដែងក្នុងតំបន់ព្រំដែនមន្ទីរមានជ័យកាលពីព្រឹកថ្ងៃទី23ខែកុម្ភៈឆ្នាំ2026លោកជំទាវអៀតសោភារដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំបណ្ដាអង្គទូតនិងតំណាងទីភ្នាក់ងារបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះពិនិត្យមើលសកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃមកលើកម្ពុជានៅតំបន់ព្រំដែនក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបេសកកម្មចុះនេះមានគោលបំណងបង្ហាញភស្តុតាងជាក់ស្ដែងទៅកាន់សហគមន៍អន្តរជាតិអំពីការបង្កើតស្ថានភាពថ្មីFait Accompli ដោយខុសច្បាប់របស់កងកម្លាំងថៃដែលរួមមានការរីបណ្ណាលុះដាក់ទូកុងតឺន័រនិងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរបើទោះបីជាមានបទចុះបាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅក៏ដោយយោងតាមក្រសួងព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស
បានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ដោយប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិតាមរយៈការប្រើប្រាស់កម្លាំងនិងការបង្កើតស្ថានភាពថ្មីនៅលើដីកម្ពុជាតាមរយៈការអញ្ជើញអង្គទូតឲ្យឃើញផ្ទាល់ភ្នែកនៅទស្សនវិជ្ជាជាក់ស្ដែងនៅនឹងកន្លែងកម្ពុជាចង់បញ្ជាក់ពីជំហរច្បាស់លាស់របស់ខ្លួនក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីដោយយោងតាមមូលដ្ឋានច្បាប់និងសន្ធិសញ្ញាអន្តរជាតិដែលមានស្របពេលដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាដោយគ្មានការញញើតមន្ទីរមានជ័យកាលពីព្រឹកថ្ងៃទី23ខែកុម្ភៈឆ្នាំ2026លោកជំទាវអៀតសោភារដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំបណ្ដាអង្គទូតនិងតំណាងទីភ្នាក់ងារបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះពិនិត្យមើលសកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃមកលើកម្ពុជានៅតំបន់ព្រំដែនក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបេសកកម្មចុះនេះមានគោលបំណងបង្ហាញភស្តុតាងជាក់ស្ដែងទៅកាន់សហគមន៍អន្តរជាតិអំពីការបង្កើតស្ថានភាពថ្មី Fate Accompli ដោយខុសច្បាប់របស់កងកម្លាំងថៃដែលរួមមានការរាយបន្លាលួសដាក់ទូកងតំណនិងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរបើទោះបីជាមានបទច្បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅក៏ដោយយោងតាមក្រសួងព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសបានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ដោយប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនឬការកាន់កាប់ទឹកដីខុសច្បាប់អន្តរជាតិតាមរយៈការប្រើប្រាស់កម្លាំងនិងការបង្កើតស្ថានភាពថ្មីនៅលើទឹកដីកម្ពុជាតាមរយៈការអញ្ជើញអង្គទូតឲ្យឃើញផ្ទាល់ភ្នែកនៅទស្សនវិជ្ជាជាក់ស្ដែងនៅនឹងកន្លែងកម្ពុជាចង់បញ្ជាក់ពីជំហរច្បាស់លាស់របស់ខ្លួនក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីដោយយោងតាមមូលដ្ឋានច្បាប់និងសន្ធិសញ្ញាអន្តរជាតិដែលមានស្របពេលដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាដោយគ្មានការញញើតកម្ពុជាបណ្ដេញជនជាតិចិនជិត500នាក់ពាក់ព័ន្ធករណីឆបោកអនឡាញឲ្យទៅស្រុកវិញភ្នំពេញយ៉ាងហោចណាស់ជនជាតិចិនសរុបចំនួន494នាក់ស្រី28នាក់ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តហោះពិសេសនៅថ្ងៃទី22ខែកុម្ភៈឆ្នាំ2026នេះប្រតិបត្តិការនេះធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចបង្ក្រាបបាននូវករណីឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមកយោងតាមការណែនាំរបស់ឯកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តោប្រវេសន៍ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិនដើម្បីបញ្ជូនជនបរទេសទាំងនោះត្រឡប់ទៅប្រទេសដើមវិញតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិដៃជោសេចក្តីរាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាការបណ្ដេញចេញនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបកប្រជាជនក្រងប្តឹងគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃជុំវិញភាពមិនប្រក្រតីនៃសន្លឹកឆ្នោតថៃលោកណាតផុងរឿងផាន់យ៉ាវុធមេដឹកនាំគណៈបកប្រជាជនបានប្រកាសថាគណៈបកលោកកំពុងរៀបចំដាក់ពាក្យប្តឹងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត EC ពីបទបំពេញភារកិច្ចមិនត្រឹមត្រូវតាមមាត្រា157បន្ទាប់ពីមានការផ្លាស់ប្តូរទម្រង់សន្លឹកឆ្នោតក្នុងការបោះឆ្នោតសារជាថ្មីកាលពីថ្ងៃទី22ខែកុម្ភៈនៅខណ្ឌណាយ៉ាវក្នុងទីក្រុងបាងកកយោងតាមការស្រង់សម្ដីលោកណាតាផុងប្រាប់កាសែត Thai Inquirer បង្ហាញថាសន្លឹកឆ្នោតថ្មីនេះបានលុបចោលលេខរៀងសម្គាល់ដែលធ្លាប់មាននៅផ្នែកខាងលើដែលសកម្មភាពនេះហាក់ដូចជាការទទួលស្គាល់ដោយប្រយោលនៅកំហុសឆ្គងបច្ចេកទេសឬចន្លោះប្រហោងនៃការមានក្នុងការបោះឆ្នោតទូទាំងប្រទេសកាលពីថ្ងៃទី20ពីថ្ងៃទី8ខែកុម្ភៈកន្លងទៅជាមួយគ្នានេះមេដឹកនាំបកប្រឆាំងរូបនេះក៏បានទាមទារឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបង្ហាញតម្លាភាពតាមរយៈការបញ្ចេញឯកសារលទ្ធផលឆ្នោតតាមការិយាល័យទម្រង់ 5/11 និង 5/18 ដើម្បីឲ្យសាធារណជនផ្ទៀងផ្ទាត់ឡើងវិញស្របពេលដែលមានការសង្ស័យពីការលួចបន្លំនិងការរំលោភលើការសម្ងាត់នៃសន្លឹកឆ្នោតតាមរយៈប្រព័ន្ធ barcode ឬ QR code អ្នកជំនាញចំណាយពេល6ខែជួសជុលផែបុរាណនៅលើទំនប់ខាងលិចរបស់បារាយណ៍សោធរតដាឬបារាយខាងកើតសៀមរាបអាជ្ញាធរជាតិអប្សរាចំណាយពេល6ខែដើម្បីជួសជុលផែឬកំពង់ទឹកបុរាណដែលមានទីតាំងស្ថិតនៅលើទំនប់ខាងលិចបារាយសោធរតដាឬបារាយខាងកើតក្នុងគោលបំណងពង្រឹងផ្នែកខូចខាតឲ្យរឹងមាំឡើងវិញនិងលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះលោកអនសុភាពបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាឲ្យដឹងថាគម្រោងជួសជុលផែឬកំពង់ទឹកបុរាណនៅលើទំនប់បារាយសោធរតដាកៈជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការជួសជុលរចនាសម្ព័ន្ធសំណង់បុរាណនៅតាមបណ្ដោយផ្លូវចេញពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំមុនឈានដល់ការជួសជុលក្រុមការងារបុរាណវិទ្យាបានធ្វើចុះកំណាយស្រាវជ្រាវពីរចនាសម្ព័ន្ធនិងសិក្សាពីស្ថានភាពនៃការខូចខាតដើម្បីវាយតម្លៃនៃវិធីសាស្ត្រជួសជុលកញ្ញាដោយពេជ្រជីរ៉ាវិស្វករនៃអាជ្ញាធរជាតិអប្សរាឲ្យដឹងថាផែឬកំពង់ទឹកនៅបារាយសោធរតដាមានចំនួន2ថ្នាក់គឺថ្នាក់ទី1សាងសង់ពីថ្មបាយក្រៀមនិងថ្នាក់ទី2សាងសង់ពីថ្មភក់មានបណ្ដោយប្រវែង50ម៉ែត្រនិងទទឹងប្រវែង40ម៉ែត្រដំណាក់កាលទី1គឺជួសជុលនៅថ្នាក់ទី1បណ្ដោយប្រវែង12ម៉ែត្រនិងទទឹងប្រវែង9ម៉ែត្រចំពោះរចនាសម្ព័ន្ធខឿនដែលមានការខូចខាតធ្ងន់ធ្ងរក្រុមការងារត្រូវសិក្សារកកម្ពស់ដើមហើយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅផ្នែកពុកផុយឬបាត់បង់ដើម្បីពង្រឹងរចនាសម្ព័ន្ធផែនេះបានរឹងមាំឡើងវិញព្រះមហាក្សត្រកម្ពុជាអំពាវនាវដល់អន្តរជាតិនិងភាគីពាក់ព័ន្ធរួមគ្នាបោសសម្អាតមីនចេញពីកម្ពុជាខណៈសង្គ្រាមឈ្លានពានពីថៃក្លាយជាបន្ទុកបន្ថែមសម្រាប់រដ្ឋាភិបាលភ្នំពេញព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី23កុម្ភៈនេះ
បានចេញព្រះរាជសារអបអរសាទរក្នុងឱកាសខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីនដែលបានរំលេចពីការអំពាវនាវដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសជាមិត្តអង្គការជាតិអន្តរជាតិនិងសប្បុរសជនជាតិអន្តរជាតិនានាបន្តកិច្ចសហប្រតិបត្តិការនិងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅព្រះរាជាណាចក្រកម្ពុជាខណៈសង្គ្រាមឈ្លានពានពីថៃក្លាយជាបន្ទុកបន្ថែមសម្រាប់រដ្ឋាភិបាលនៅក្នុងខ្លឹមសារព្រះរាជសារបានបញ្ជាក់ពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជាដែលទៅបានរងការវាយប្រហារដោយកាំភ្លើងធំរថក្រោះនិងយន្តហោះពីទាហានថៃនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅលើសមរភូមិមានគ្រាប់បែកគ្រាប់រំសេវនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងនៅរីប៉ាយតាមភូមិរបស់ប្រជាជនកម្ពុជាការនេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបោសសម្អាតបន្ថែមទៀតព្រះមហាក្សត្របានសូមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសជាមិត្តអង្គការជាតិអន្តរជាតិនិងសប្បុរសជនជាតិអន្តរជាតិនានាសូមមេត្តាបន្តកិច្ចសហប្រតិបត្តិការនិងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅព្រះរាជាណាចក្រកម្ពុជាអូខេចឹងនៅក្នុងคลิปនេះមានប្រមាណប៉ុណ្ណឹងបងប្អូនជួបគ្នានៅคลิปក្រោយទៀតបាទបាយបាយ